3 ថ្ងៃអង្គរសង្គ្រាមនៅខេត្តសៀមរាបនឹងធ្វើឲ្យខ្លាំងអ្នកទាំងអស់គ្នាចង់ដឹងអត់ចឹងទៅមើលវីដេអូនេះជាមួយគ្នាអ្នកមិនបានមកសង្គ្រាមសៀមរាបប្រកាសជាស្ដាយក្រៃហើយដោយសារតែនៅក្នុងកម្មវិធីមាន activity ដែលលេងច្រើនខ្លាំងមែនតើនេះដោយសារតែខ្ញុំដើរអស់ផងអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាមានជើងច្រើនអ្នកទាំងអស់គ្នាដើរគ្រប់កន្លែងណាអ្នកទាំងអស់គ្នាបានរូបថតស្អាតហើយបានមើលអីប្លែកៗច្រើនខ្លាំងមែនតើដូចកន្លែងនៃខ្ញុំមកលេងនេះខ្ញុំតែងខ្លួនជាលក្ខណៈទស្សវត្ស60អីអញ្ចឹងណាដោយសារតែនៅទីនេះគេមានតន្ត្រីសម័យ1960មានជាការរាំលេងកម្សាន្តហើយមានជាកន្លែងថតរូបហើយអាចថតរូបឲ្យព្រឹបព្រឹមសំខាន់មានជាលក្ខណៈ AI ទៅអ្នកគ្នានៅពេលដែលយើង select ហើយយើងគ្រាន់តែថតចូលទៅក្នុងហ្នឹងទៅចាំមួយ plate ហើយរូបនេះគឺថា generate មកចេញរូបដែលយើង select តាមដងពិសេសខ្លាំងមែនតើអ្នកគ្នាចាហើយនេះដោយសារតែខ្ញុំរៀងបែកញើសអ្នកទាំងអស់គ្នាដឹងហើយថាខែចែកចូលឆ្នាំគឺអាកាសធាតុក្តៅប៉ុន្តែទោះជាក្តៅយ៉ាងណាក៏ដោយនៅពេលដែលយើងបានដើរលេងក៏ជួយអារម្មណ៍របស់យើងឲ្យស្រស់ស្រាយបានដែរក្តៅមិនមែនជាបញ្ហាសំខាន់យើងបានមើលហើយនឹងដើរលេងកន្លែងប្លែកៗនៅទាំងគ្នាចូលមកកាន់កន្លែងទី2ជាទីលានប្រណាំងរទេះគោក្របីហើយមានជាសេះទៀតធានាថាប្លែកនេះគឺជាទីលានទី1ដែលធ្វើពេលអង្គរសង្គ្រាមនៅខេត្តសៀមរាបដងយើងមើលតែការប្រណាំងម៉ូតូប្រណាំងកង់ប្រណាំងឡានអីអញ្ចឹងទៅលើកនេះយើងមកបដូរបរិយាកាសមើលបែបមានក្របីមានអីអ្នកនរគ្នាប្លែកខ្លាំងមែនតើហើយបងប្អូនវិជាពលរដ្ឋរបស់យើងមកមើលឡើងច្រើនកកនៅពេលដែលលើកយកនៅទស្សនីយភាពប្លែកពីបរមរានរបស់យើងយកមកលេងឡើងវិញអញ្ចឹងខ្ញុំជឿថាប្លែកអារម្មណ៍ខ្លាំងមែនតើហើយឥឡូវនេះចូលមកដល់កន្លែងមួយទៀតនៅទីនេះហៅថាភូមិខ្មែរដោយសារតែនៅក្នុងនេះមានជាការរៀបចំតាំងបង្ហាញនៅផ្ទះខ្មែរច្រើនប្រភេទខ្លាំងមែនតើជឿថាកន្លែងនេះពុកម៉ែបងប្អូនពូមីងគាត់ប្រកាសជាចូលចិត្តដោយសារតែមានការតាំងបង្ហាញបែបនេះហើយមានជាការរំលេងកម្សាន្តទៀតឥឡូវនេះខ្ញុំចូលទៅរួមឲ្យអ្នកទាំងអស់គ្នាមើលបន្តិចចាខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាទៅថានេះគឺជាលើកទី1ដែលខ្ញុំបានចូលរួមនៅក្នុងសកម្មភាពអង្គរសង្គ្រាមហើយពិតជាសប្បាយខ្លាំងមែនតើដោយសារតែមានសកម្មភាពឲ្យយើងលេងកម្សាន្តច្រើនអ្នកគ្នាមើលវីដេអូប៉ុណ្ណឹងម្នាក់គ្នាបានទៅផ្ទាល់មិនដឹងថាភាពអស្ចារ្យដែលដូនតាបានបន្សល់ទុកឲ្យបូកបន្សំជាមួយនឹងការរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងទៀតខ្ញុំទទួលអារម្មណ៍ថាប្លែកខ្លាំងមែនតើសម្រាប់បងប្អូននៅតាមបណ្ដាខេត្តក្រុងនានាក៏សប្បាយរីករាយដែរដោយសារតែជាឱកាសដែលអាចជួបជុំបងប្អូនជួបជុំក្រុមគ្រួសារជាពិសេសបានដើរកម្សាន្តនៅទីកន្លែងផ្សេងៗក្នុងឱកាសនេះផងដែរសម្រាប់នេះខ្ញុំបានមកចូលរួមព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅក្នុងបរិវេណអង្គរហើយមានកម្មវិធីជាច្រើនទៀតដែលខ្ញុំបានផ្ដិតជូនហើយក៏អត់បានទៅដល់ដោយសារតែកម្មវិធីច្រើនហើយខ្ញុំដើរបាច់អស់អ្នកទាំងអស់គ្នាប៉ុណ្ណឹងអត់អស់ចិត្តទេមកជួយលក់អាវជួយលក់អីទៀតចាឥឡូវនេះចូលមកដល់កន្លែងចែកដីនេះជាពិធីពូនព្រំសាច់ទាំង5ដើម្បីឧទ្ទិសទៅដល់ព្រះមុនីចែកដីសកម្មភាពអត់តន់ចប់ពីអ្នកទាំងអស់គ្នានៅបន្ថែមទៀតកន្លែងដែលខ្ញុំកំពុងទៅបង្ហាញអ្នកទាំងអស់គ្នានេះគេហៅថាភូមិថ្នោតចាដែលមានបងប្អូនប្រជាជនដែលគាត់រស់នៅទីនោះគាត់កំពុងតែធ្វើហើយក៏បានបង្ហាញពីអ្វីជាច្រើនទៀតនៅនោះជាពិសេសទៀតនោះអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាថាថ្នោតពិតជាមានសារៈសំខាន់ខ្លាំងមែនទែនបានសឹងតែគ្រប់វិស័យទាំងអស់អ្នកទាំងអស់គ្នាឥឡូវនេះជាប្រភេទនំលើពីនោះទៅទៀតអាចភ្លក់បានទៀតអ្នកទាំងអស់គ្នានេះគឺជាអាកោហើយខ្ញុំភ្លក់ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងទៅអ្នកណាមិនល្បីអាកោនៅខេត្តសៀមរាបអ្នកទាំងអស់គ្នាចាឥឡូវនេះយើងចូលទៅលេងកម្សាន្តបន្តទៀតដែលមានជាការលេងកម្សាន្តតោះលេងទឹកអីអញ្ចឹងណានិយាយទៅសកម្មភាពកម្សាន្តនៅទីនេះតាក់ទងជាមួយនឹងទឹកអញ្ចឹងសម្រាប់យុវវ័យខ្ញុំជឿថាគាត់ចូលចិត្តនៅកន្លែងភូមិថ្នោតនេះច្រើនជាងហើយខ្ញុំពីអ្នកមិនចេះរាំឥឡូវនេះខ្លះជាអ្នកចេះរាំសំខាន់នេះមានជាការលេងជាមួយនឹងល្បែងគប់ទឹកអញ្ចឹងបើសិនជាយើងគប់ត្រូវគាត់ទៅគាត់ធ្លាក់ចូលទៅក្នុងទឹកហ្នឹងហើយពេលវេលា3ថ្ងៃនៅខេត្តសៀមរាបជាពេលសម្រាករំហែកាយដែលមានអារម្មណ៍ថាមានគ្រប់សកម្មភាពតែម្ដងអញ្ចឹងសម្រាប់ហើយបានឈប់អត់ខកបំណងទេចូលដល់ពេលយប់ចាមានជាការមើលល្ខោនខ្ញុំមិនដែរមើលល្ខោនតតែសោះតាំងកើតមកឥឡូវលេងបានមកអង្គុយមើលល្ខោនអ្នកគ្នាមើលតបភ្នែកជក់ខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំយល់ថាហេតុអីបានពេលមាន account មានអីអញ្ចឹងពួកគាត់ទៅអង្គុយមើលខែកតេមើលចាំមើលអញ្ចឹងព្រោះមើលទៅល្អមើលខ្លាំងឯងមិននិយាយលេងសើចអីអ្នកទាំងអស់គ្នាសកម្មភាពមានតាំងពីព្រលឹមរហូតដល់យប់អាត្រាត្រៀមតែកម្លាំងជើងមកខ្លួនឯងដើរឲ្យដល់គោលដៅនីមួយៗទៅអ្នកគ្នាដោយសារតែប្លែកហើយធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយរហូតហ្មងគេលេងរឿងហើយគេលេងឡើងសមចាឥឡូវនេះគឺតែមានការមកដល់មាត់ស្ទឹងបន្តទៀតហើយគ្នា3ថ្ងៃតែកាត់ឲ្យអ្នកទាំងគ្នាមើលចូលមកវីដេអូហ្មងខ្ញុំដឹងថាអ្នកគ្នាមើលយល់អត់ទេប៉ុន្តែសកម្មភាពច្រើនខ្លាំងមែនតើមកដល់មាត់ស្ទឹងនេះគេមានជាការលក់អីញ៉ាំតាមដងផ្លូវទៀតដើរលេងអស់កម្លាំងហត់ស្រេចទឹកអីហើយអាចមកញ៉ាំអាហារនៅទីនេះបានទៀតសំខាន់គឺលក់ដល់យប់ជ្រៅអ្នកគ្នាអត់បានមកលេងសៀមរាបអ្នកគ្នាគួរតែមកលេងពេលមានកម្មវិធីសង្ក្រាន្តបែបនេះ
រឿងមួយក៏កម្មវិធីផ្សេងៗទៀតខ្ញុំធានាថាអ្នកនរគ្នាសប្បាយហើយនៅកន្លែង Monster ហ្នឹងក៏មានជាការជួលទូកជិះកំសាន្តផងដែរនៅពេលអ្នកនរគ្នាជិះទូកលេងកំសាន្តអ្នកនរគ្នាឃើញទស្សនវិជ្ជាទាំងមូលនៅតាមដងសងខាងផ្លូវតែម្ដងហើយក្នុងឱកាសឆ្នាំថ្មីឆ្នាំម្សាញ់នេះនេះខ្ញុំជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកស៊ីទទួលទានមានបានសុខភាពល្អជាពិសេសធ្វើដំណើរទៅទីចិត្តទីឆ្ងាយប្រកបដោយសុវត្ថិភាពចាអរគុណជម្រាបលាបាយបាយ